ដំណឹងមិនទាន់ជាព័ត៌មានក្តៅតែម្ដងបងប្អូនពុកម៉ែជួយចែករំលែកនៅคลิปនេះម្នាក់មួយដើម្បីជាដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងនិងបងកងទ័ពមានការប្រុងប្រយ័ត្នថ្មីនេះមិញនេះអនុទិននាយករដ្ឋមន្ត្រីរបស់ប្រទេសសៀមគេបានថ្លែងការណ៍ទៅសារព័ត៌មានថាគេត្រៀមខ្លួនបើកភ្លើងខៀវរួចរាល់ឲ្យកងកម្លាំងទ័ពនិងទាហានថៃហ្នឹងត្រៀមវាយគំតិចកម្ពុជាតែម្ដងគេអត់ខ្វល់អ្វីទាំងអស់វាថាមកដល់ពេលនេះអត់មានតកចរចាណាមួយនៅឡើយទេហើយវាបាននិយាយទៀតថាកុំនិយាយថាវាមានចេតនាអាក្រក់វាធ្វើនឹងដើម្បីការពារទឹកដីនិងប្រជាជនរបស់វាខ្មេះនេះជាហេតុផលដែលវាតិចវេះដោយសម្ដីទាហានវាកាលពីម្សិលមិញដែលថ្លែងដែលគេចេញនិយាយក្នុងបណ្ដាញសង្គមថាជាគម្រោងផែនការតិចវេះការទទួលខុសត្រូវប្រជាជនដែលរងគ្រោះទឹកជំនន់នៅហាត់យ៉ៃហើយដើម្បីសាងគេហៅថាសម្លេងឆ្នោតពេលបោះឆ្នោតអាណត្តិនៅឆ្នាំ2026ខាងមុខនេះឥឡូវនេះវាបានផ្ដល់សិទ្ធិ 100%និងបើកភ្លើងខៀវឲ្យខាងកម្លាំងទាហានកងទ័ពថៃនោះត្រៀមវាយកម្ពុជាឲ្យខ្ទេចតែម្ដងវាថាវាអត់ខ្វល់ទេនេះគឺជាសម្ដីដែលវានិយាយដោយផ្ទាល់ជាផុសតាងជាឯកសារបងប្អូន share คลิปនេះម្នាក់មួយវាប្រកាសនេះគឺវាមានបំណងចង់វាយដណ្ដើមប្រទេសតែម្ដងអ្នកទាំងអស់គ្នាវាមិនមែនសង្គ្រាមលេងសើចនៅព្រំដែនដូច5ថ្ងៃកាលមុនពេលដែលចាប់ផ្ដើមដំបូងណាវាមានគោលបំណងចង់វាយដណ្ដើមយកទឹកដីប្រទេសយើងតែម្ដងហើយបើសិនជាអាចោសៀមវាប្រកាសអញ្ចឹងហើយណាបងប្អូនចាំមើលអ្នកដែលរងទុកគឺប្រជាជនស្លូតត្រង់របស់វានឹងឯងចាំមើលសម្រែកស្រែកទាំងពួកទាហានរបស់វាកងទ័ពរបស់វាប្រជាជនរបស់វាស្រែកដូចវគ្គមុនអញ្ចឹងណាដែលវាព្យាយាមបំបត្តិនៅទង្វើអាក្រក់ដែលវាពាក់ព័ន្ធនឹងឧក្រិដ្ឋជន scam online ដ៏ធំលើពិភពលោកអញ្ចឹងវាត្រូវតែបើកការវាយប្រហារជាមួយកម្ពុជាដើម្បីជាលេសតិចវេះនៅបញ្ហាទាំងអស់ហ្នឹងហើយក៏ថោកទាបម្លេះអំពើបាបអំពើអាក្រក់អត់ភ្លេចម្ចាស់ទេអនុទិន